តើ Cross Skill បានបង្កើតឡើងយ៉ាងដូចម្ដេចហើយមានមូលហេតុអ្វីខ្លះបានជា Buggy คล้ายទៅជា Emperor of the Sea អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងអំពីការពិតឲ្យលម្អិតតោះទៅជាមួយខ្ញុំទាំងអស់គ្នាស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាសម្រាប់ការវិលត្រឡប់មកវិញជាមួយនឹងវីដេអូថ្មីអញ្ចឹងថ្ងៃនេះគឺយើងវិលត្រឡប់មកជួបគ្នាម្ដងទៀតជាមួយនឹង Anime Story ដែលយើងនឹងនិយាយតាក់ទងអំពីហេតុការណ៍ឬក៏ព្រឹត្តិការណ៍សំខាន់ៗដែលកើតនៅក្នុងពិភព Anime ហើយវីដេអូថ្ងៃនេះដូចខ្ញុំបាននិយាយការពីដើមវីដេអូអញ្ចឹងថាខ្ញុំនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាឲ្យស្គាល់អំពីមូលហេតុអ្វីខ្លះបានជា Cross Skill បង្កើតឡើងហើយលើសពីនឹងទៅទៀតហ្នឹងតើមានហេតុផលអីទៀតដែលធ្វើឲ្យ Buggy ហ្នឹងคล้ายទៅជា Emperor of the Sea ហើយអ្វីដែលកាន់តែពិសេសហ្នឹងនៅក្នុងវីដេអូហ្នឹងគឺខ្ញុំនឹងធ្វើការ giveaway ជាមួយនឹង figure One Piece ចំនួន2ដែលកាលពីមុនខ្ញុំបានធ្វើការនិយាយនៅក្នុងវីដេអូដូចជាតើអ្នកណាជាម្ដាយរបស់ Luffy តើអត់ហើយខ្ញុំបាននិយាយថាបើសិនជា channel របស់ខ្ញុំ reach ទៅដល់ 2k subscriber គឺខ្ញុំនឹងធ្វើការ giveaway ជាមួយនឹង figure One Piece ចំនួន2គឺ Zoro 1ជាមួយនឹង Luffy 1ហើយសម្រាប់ព័ត៌មានជាមួយនឹងការ giveaway គឺខ្ញុំនឹងធ្វើការ post នៅក្នុង Facebook page របស់ខ្ញុំអញ្ចឹងអ្នកទាំងអស់គ្នាអាចចូលទៅជួយ like ឬក៏ follow page ខ្ញុំម្នាក់មួយដើម្បីយើងទទួលបានព័ត៌មានថ្មីៗបន្តទៀតហើយសម្រាប់លក្ខខណ្ឌនៃការ giveaway ហ្នឹងគឺស្រួលមែនទែនដោយអ្នកទាំងអស់គ្នាធ្វើការ screenshot ដើម្បីបញ្ជាក់ថាអ្នកទាំងអស់គ្នាបាន subscribe ទៅលើ channel របស់ខ្ញុំហើយ comment ទៅក្នុង post ដែលខ្ញុំបាន post សម្រាប់ធ្វើការ giveaway ហ្នឹងទៅហើយភ្ជាប់ជាមួយនឹង hashtag ថា Sucker13 Animatories KH ហើយបើសិនជាអ្នកទាំងអស់គ្នាសរសេរទៀតគឺខ្ញុំធ្វើការសរសេរវានៅក្នុង description ហ្នឹងក្រោមអញ្ចឹងអាច copy ហើយភ្ជាប់ទៅជាមួយនឹង screenshot ដែលបញ្ជាក់ថាអ្នកទាំងអស់គ្នាបានធ្វើការ subscribe ទៅលើ channel របស់ខ្ញុំទៅគឺវារួចរាល់ហើយបន្ទាប់មកទៀតគឺខ្ញុំធ្វើការចេញជាមួយនឹងវីដេអូខ្លីមួយដែលខ្ញុំធ្វើការ random ទៅលើ comment ទាំងអស់ហ្នឹងដើម្បីរកអ្នកឈ្នះរង្វាន់អញ្ចឹងតោះឥឡូវយើងបកមកជាមួយសាច់រឿងយើងវិញអញ្ចឹងបើយើងនិយាយជាមួយសាច់រឿងយើងត្រឡប់ទៅក្រោយបន្តិចកាយនៅ Marineford បើសិនជាយើងនិយាយទៅដល់តួអង្គ Buggy គាត់គឺជាតួអង្គម្នាក់ដែលជាអ្នកទោសជាប់នៅក្នុងគុក Impel Down Level 1គឺ level ដែលទាបជាងគេអញ្ចឹងបានថា level 1គឺជាគុកកម្រិតធាតុដែលដាក់អ្នកទោសដែលគ្មានហាមពលអីខ្លាំងទេក៏ប៉ុន្តែបន្ទាប់ពីវត្តមានរបស់ Luffy បានចូលទៅ Impel Down ហ្នឹងដើម្បីរំដោះ S ក៏ប៉ុន្តែពេលដែល Luffy ទៅដល់ហ្នឹងគឺគេបាននាំ S ហ្នឹងទៅឯ Marineford បាត់ទៅហើយបន្ទាប់មកទៀត Buggy ក៏ត្រូវបានរួចខ្លួនឬក៏រំដោះខ្លួនដោយសារតែបាន Luffy ជួយហើយបន្ទាប់ពី Buggy បានរំដោះខ្លួនចេញមកគឺគាត់បានកែកូនតបរបស់គាត់ហ្នឹងហៅថាគឺគាត់កែកូនជាមួយនឹងអ្នកទោសផ្សេងទៀតហ្នឹងឲ្យ follow ជាមួយគាត់ដោយធ្វើការបោកកញ្ឆោតទៅលើអ្នកទោសថាគាត់គឺជាមនុស្សម្នាក់ដែលខ្លាំងអីចឹងទៅហើយអ្នកទោសទាំងអស់ហ្នឹង follow គាត់មកតាមគាត់ដើម្បីឆ្ពោះទៅ Marineford ចឹងអញ្ចឹងចំណុចឡើងហ្នឹងឯងដែលធ្វើឲ្យ World Government ឬក៏ពពួក Marine គិតថាមូលហេតុដែលអ្នកទោសទាំងអស់រួចខ្លួនហ្នឹងគឺដោយសារតែ Buggy ហ្នឹងគឺជាបញ្ហាមួយនៅក្នុងហ្នឹងហើយលើសពីហ្នឹងទៅទៀត Buggy ត្រូវបានទម្លាយនៅ secret របស់គាត់គឺពិភពលោកទាំងមូលបានដឹងថាគាត់គឺជា the former ឬក៏ជាសមាជិកដែលធ្លាប់នៅក្នុង Pirate King Crew ហើយមិនត្រឹមតែប៉ុណ្្នឹងទេនៅពេលដែលមានវត្តមានសេងលេចឡើងមក Buggy បានទៅនិយាយជាមួយសេងហើយដែលធ្វើពិភពលោកទាំងមូលមើលមកគាត់ហ្នឹងថាគាត់ប្រៀបដូចជា rival មួយបានថាគាត់គឺជាសត្រូវមួយរបស់សេងចឹងហើយចំណុចឡើងហ្នឹងទៀតដែលធ្វើឲ្យពិភពលោកទាំងមូលគាត់ថាអូមើលការនិយាយស្ដីរបស់ Buggy ទៅជាមួយនឹងសេងអាចឲ្យយើងដឹងថាអំពើរបស់គាត់ជាមួយនឹងសេងហ្នឹងគឺមិនលឺខ្វះគ្នាហើយដែលអាចធ្វើឲ្យ World Government គិតថា Buggy ហ្នឹងបានលាក់ជាមួយនឹងអំពើពិតគាត់របស់គាត់អញ្ចឹងឲ្យបានជា World Government ឬក៏ពួក Marine ហ្នឹងបានដាក់គោលដៅថា Buggy គឺជាមនុស្សម្នាក់ដែលគួរឲ្យខ្លាចបំផុតបន្ទាប់ពីអាចកំបាំងនានារបស់គាត់ត្រូវបានទម្លាយឡើងនៅឯ Marineford ហ្នឹងហើយបន្ទាប់ពីហេតុការណ៍ដែលកើតឡើងនៅ Marineford បានបញ្ចប់ទៅគឺ system ឬក៏ហេដ្ឋារចនាសម្ព័ន្ធរបស់ Warlord ទាំងមូលបានបែកបាក់សាមគ្គីគ្នាហើយ World Government ហ្នឹងគឺត្រូវការដើម្បីរកមនុស្សមកជំនួសតាក់ទងជាមួយនឹងកន្លែង Warlord ដែលបានបាត់ទៅឬក៏ដែលបានចាក់ចេញទៅភ្លាមតែម្ដងគឺនិយាយទៅពេលហ្នឹងគឺ World Government គឺឈឺក្បាលមែនទែនហើយជួយច្បងក្នុងការរកមនុស្សមកដាក់ឲ្យទាន់ពេលវេលាហើយពេលហ្នឹងឯងដែល Buggy គាត់ទទួលបាន invitation មកថាទទួលបានការអញ្ជើញពី World Government ទៅផ្ទាល់តែម្ដងគឺអញ្ជើញឲ្យគាត់ហ្នឹងក្លាយទៅជា Warlord ដោយសារតែ World Government គិតថាបើសិនជាថ្ងៃណាមួយ Buggy បះបោឬក៏ប្រឆាំងទៅជាមួយនឹងពួក Marine គឺនឹងធ្វើឲ្យមានការស្មុគស្មាញក៏ដូចជាគ្រោះថ្នាក់ទៅដល់ World Government ទាំងមូលអញ្ចឹងហើយបានជា World Government ហ្នឹង invite គាត់ឲ្យក្លាយជា one of seven warlord ដើម្បីកាត់បន្ថយជាមួយបញ្ហាអញ្ចឹងទៅហើយនៅពេលដែល Buggy គាត់បានក្លាយទៅជា one of seven warlord ហ្នឹងគឺនៅពេលដែល time skip ហ្នឹងគាត់បានទៅរកឃើញកោះមួយនៅឯ New World ដែលមានឈ្មោះថា Karai Bari ដែលកោះហ្នឹងឯងគឺជាទីតាំងដែល Buggy ធ្វើការបោះជំរំហើយបន្ទាប់មកទៀតហ្នឹង Buggy បានទៅខ្ចីលុយ Crocodile និយាយទៅកន្លែងហ្នឹងគឺគួរអស់សំណោចមែនតើនិយាយទៅបើសិនជាយើងនិយាយអំពីតួអង្គ Buggy ស្អីក៏អាចកើតឡើងបានដែរគឺគាត់បានទៅខ្ចីលុយ Crocodile ហើយបង្កើតជាមួយនឹង company ផ្ទាល់ខ្លួនរបស់គាត់ដែលមានឈ្មោះថា Buggy Delivery
ហើយបើយើងចោទជាសំណួរសួរថាតើក្រុមហ៊ុន Buggy Delivery ហ្នឹងគាត់ធ្វើស្អីគេនៅក្នុងហ្នឹងសម្រាប់ Buggy Delivery ហ្នឹងគឺគាត់ធ្វើការ recruit ឬក៏រើសបុគ្គលិកដើម្បីចូលមកធ្វើការជាមួយក្រុមហ៊ុនរបស់គាត់ហើយបុគ្គលិកហ្នឹងសួរតែគាត់យកមកធ្វើអីគឺគាត់ប្រមូលបុគ្គលិកដែលខ្លាំងឬក៏តួអង្គសំខាន់ហ្នឹងដែលមានថាមពលខ្លាំងហ្នឹងដើម្បីធ្វើជាកូនចៅរបស់គាត់អញ្ចឹងបានន័យថានៅពេលដែល Kingdom ឬក៏ប្រទេសណាដែលធ្វើសង្គ្រាមអញ្ចឹងខ្វះជាមួយនឹងកងទ័ពគឺប្រទេសទាំងអស់ហ្នឹងអាចធ្វើការទំនាក់ទំនងមកកាន់ Buggy Delivery បានគឺគាត់នឹងបញ្ជូនកងទ័ពទៅជួយហើយសម្រាប់បញ្ជូនកងទ័ពទៅជួយហ្នឹងមិនមែនបញ្ជូនដោយ free ទេគឺត្រូវធ្វើការបង់លុយបើសិនជាចង់បានកងទ័ពច្រើនលុយក៏ច្រើនតាមហ្នឹងនិយាយទៅ Buggy ជាមនុស្សម្នាក់ដែល business មែនតើសម្រាប់គំនិតរបស់គាត់គឺគាត់គិតតែរឿងលុយហ្នឹងទេបើសិនជាយើងមើលតាំងពីដើមសាច់រឿងមកដល់ឥឡូវយើងដឹងថាតួអង្គ Buggy គឺគាត់ចង់បានជាមួយកំណប់មែនតើមិនថាកំណប់ហ្នឹងនៅណាអីណាទេឲ្យតែគាត់ឮពាក្យថាកំណប់គឺធ្វើអារម្មណ៍របស់គាត់ហ្នឹងជ្រួយច្បល់ទេគឺចង់ទៅមែនតើហើយសម្រាប់ទង្វើដែលគាត់ធ្វើហ្នឹងឯងគឺគាត់ប្រមូលបុគ្គលិកមកហើយដើម្បីយកបុគ្គលិកហ្នឹងទៅជួយប្រទេសដែលធ្វើសង្គ្រាមដែលខ្វះជាមួយនឹងកងទ័ពហ្នឹងគឺវាខុសពីច្បាប់របស់ World Government ឬក៏ខុសពីច្បាប់របស់ Warlord ដែលទូនីតិរបស់ Warlord ហ្នឹងគឺធ្វើការកម្ចាត់ទៅលើចៅសមុទ្រដើម្បីជួយដល់ប្រជារាស្ត្រក៏ប៉ុន្តែតាក់ទងជាមួយនឹងគោលការណ៍របស់ Warlord គឺគាត់អត់ខ្វល់ហ្មងគឺគាត់បាននាមជា Warlord ហើយគាត់ធ្វើអ្វីតាមតែអំពើចិត្តរបស់គាត់អញ្ចឹងឯងគឺ Warlord មួយហ្នឹងគឺអត់ស្ថិតនៅក្នុងបានការពារពី World Government ទេគឺគ្រាន់តែមានឈ្មោះជា Warlord ហើយគាត់ចង់ធ្វើអីទៅទេគាត់ចឹងទៅហើយបន្ទាប់ពី Marineford បានចប់ហ្នឹងមិនមែនត្រឹមតែ Warlord ដែលមានការប្រែប្រួលទេសូម្បីតែ system នៅក្នុង Admiral ក៏មានការប្រែប្រួលដែរដោយ Akainu បានក្លាយជា Marine Fleet Admiral ហើយ Akichi ឬក៏យើងស្គាល់ថា Kuzan ហ្នឹងក៏ត្រូវបានចាក់ចេញពី Marine អញ្ចឹងបានថា Marine Admiral គឺនៅសល់តែម្នាក់ទេគឺ Kizaru អញ្ចឹងឯងតាក់ទងជាមួយ Marine Admiral ក៏ត្រូវការជាមួយនឹងអ្នកជំនួសមកដែរហើយសម្រាប់អ្នកជំនួសហ្នឹងគឺមាន2នាក់ទី1គឺ Fujitora ហើយទី2គឺ Aramaki ដែលយើងអាចហៅគាត់ថា Ryo Kuyo សម្រាប់ឈ្មោះហ្នឹងគឺពិបាកអានមែនទេខ្ញុំមិនដឹងថាខ្ញុំអានត្រូវក៏ខុសទេក៏ប៉ុន្តែខ្ញុំសូមអានឈ្មោះគាត់ថា Aramaki ចុះដើម្បីស្រួលបន្តិចហើយបើសិនជាយើងពន្លឿនសាច់រឿងទៅមុខបន្តិចនៅ Dressrosa គឺជាកន្លែងដែល One of Seven Warlord The Flamingo ហ្នឹងបានគ្រប់គ្រងនៅកន្លែងហ្នឹងហើយក៏ជាមួយដែល Luffy បានធ្វើការ defeat ទៅលើ The Flamingo ដោយសារតែគាត់ប្រើ position គាត់ជា Seven Warlord ហើយគាត់អត់គោរពតាមគោលការណ៍របស់ World Government ដូចគ្នាគឺគាត់បានធ្វើការដាក់គំនាបទៅលើប្រទេសហ្នឹងទាំងមូលតែម្ដងគឺគៀបសង្កត់ទៅលើប្រជាពលរដ្ឋហើយយកកន្លែងហ្នឹងជាកន្លែងផលិតជាមួយ Devil Fruit មួយយ៉ាងដែលយើងហៅថា Smile Fruit ហ្នឹងផ្ដល់ឲ្យ Devil Fruit ហ្នឹងទៅឲ្យ Kaido ទៀតហើយបន្ទាប់ពី Luffy បាន defeat គាត់ហើយគឺវត្តមានរបស់ Fujitora ក៏បាននៅកន្លែងហ្នឹងដែរដែលធ្វើឲ្យគាត់ហ្នឹងមើលឃើញពីអតីតភាពទាំងមូលថា system របស់ Seven Warlord គឺអត់ល្អទៅអត់សោះគឺអ្វីដែលគាត់បានឃើញផ្ទាល់គឺវាផ្ទុយអំពីអ្វីដែល World Government បានប្រាប់គាត់ថា Seven Warlord ហ្នឹងគឺធ្វើការកម្ចាត់ទៅលើចៅសមុទ្រហើយជួយសម្រួលទុក្ខលំបាកដល់ប្រជារាស្ត្រក៏ប៉ុន្តែអ្វីដែលគាត់បានឃើញគឺវាអត់ត្រឹមត្រូវជាមួយនឹងអ្វីដែល World Government បានប្រាប់អញ្ចឹងហើយ Fujitora គាត់ក៏ធ្វើបានកោះហៅជាមួយនឹងស្ដេចឬក៏អ្នកគ្រប់គ្រងជាមួយនឹង Kingdom នីមួយៗហ្នឹងដើម្បីធ្វើការប្រជុំគ្នាទាំងមូលតែម្ដងហើយការប្រជុំហ្នឹងឯងគឺជាការប្រជុំដែលរំលាយ Warlord ចេញពី system របស់ One Piece ទាំងមូលហើយនៅពេលដែល Warlord បានរំលាយហ្នឹងឯងគឺធ្វើពិភពទាំងមូលហ្នឹងគឺកលាប់ចាក់មែនទែនគឺ White Admiral ក៏ដូចជា Admiral ទាំងអស់ហ្នឹងបានដឹកនាំកងទ័ពហ្នឹងទៅចាប់ខ្លួន Warlord ទាំងអស់តែម្ដងមិនថា Hancock មិនថា Mihawk អីទេគឺត្រូវបានឡោមព័ទ្ធទៅដោយពួក Marine ទាំងអស់ហើយបន្ទាប់ពី Warlord បានរំលាយទៅគឺហើយពេលហ្នឹងដែល Crocodile ហ្នឹងបានបបួលគាត់ team up គ្នាអញ្ចឹងហៅថា Mihawk គឺបាន team up ទៅជាមួយនឹង Crocodile ហើយពេលហ្នឹងឯងដែល Crocodile ជាមួយនឹង Mihawk ហ្នឹងបានធ្វើការទៅរក Buggy ដើម្បីទារលុយដែល Buggy ជំពាក់គាត់ហ្នឹងដើម្បីបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនរបស់គាត់ឬក៏ organization ដែលគាត់នឹងដាក់ឈ្មោះថា Cross Gear ហ្នឹងឯងក៏ប៉ុន្តែផ្ទុយទៅវិញ Buggy អត់មានលុយសងហើយបានធ្វើការបោកបញ្ឆោតទៅលើកូនចៅរបស់គាត់ឲ្យគិតថា Mihawk ជាមួយនឹង Crocodile ហ្នឹងគឺកំពុងតែមកជួយគាត់ដោយសារតែពីរនាក់ហ្នឹងគឺជាកូនចៅរបស់ Buggy ហើយមានចិត្តស្មោះត្រង់ជាមួយនឹង Buggy ទៀតអញ្ចឹងឯងសម្រាប់ចំណុចឡើងហ្នឹងឯងគឺធ្វើឲ្យកូនចៅរបស់គាត់ទាំងអស់ជឿស្លងតែម្ដងគិតថាពួកគាត់ទាំងអស់គ្នាកំពុងតែរួចផុតពីបញ្ហាដែលពួក Marine កំពុងតែតាមចាប់គាត់ដោយសារតែរឿងហ្នឹងឯងបានធ្វើឲ្យអ្នកស៊ើបការសម្ងាត់របស់ World Government ហ្នឹងគិតថា Buggy គឺជា leader នៅក្នុង organization មួយហ្នឹងហើយនៅពេលដែលអ្នកស៊ើបការសម្ងាត់របស់ World Government ប្រមូលព័ត៌មានទាំងអស់ហ្នឹងហើយព័ត៌មានទាំងអស់ហ្នឹងបានទៅដល់ដៃរបស់ World Government ហើយក៏គប់ជួនត្រូវពេលជាមួយនឹង Wano ហ្នឹងបានបញ្ចប់ទៀតគឺ Luffy បាន defeat ទៅជាមួយនឹង Kaido ហើយក៏ធ្វើឲ្យព័ត៌មានក៏ដូចជាកាសែតជាច្រើនបានបោះពុំឡើងដែលធ្វើឲ្យពិភពរបស់ One Piece ទាំងមូលគឺកលាប់ចាក់តែម្ដងពេលហ្នឹងឯងគឺជាពេលវេលាដែល Emperor of the Sea នឹងមានការប្រែប្រួល
ហើយសម្រាប់ Emperor Odyssey ទាំង4ហ្នឹងសម្រាប់ការប្រែប្រួលគឺមានដូចជា Buggy គាត់បានក្លាយទៅជា Emperor Odyssey ដែលក្រុមរបស់គាត់មានឈ្មោះថា Cross Guild ដែលជាឈ្មោះដំបូងដែល Crocodile រៀបនឹងដាក់ឲ្យក្រុមរបស់គាត់បើសិនជាគាត់ទាលុយបានពី Buggy ហើយគាត់នឹងទៅបង្កើតក្រុមផ្ទាល់ខ្លួនរបស់គាត់ក៏ប៉ុន្តែជាអកុសលគឺតាក់នៅត្រឹម Buggy ហ្នឹងហើយមិនត្រឹមតែបង្កើតជាក្រុមធម្មតាក៏ខ្លាយជាក្រុមមួយដែលមានឈ្មោះថា Emperor Odyssey ទៀតហើយបើសិនជាយើងសួរថាតើហេតុអីបានជាសមាជិកក្នុងក្រុមហ្នឹងមានតែ3នាក់ទេបើសិនជា World Government គិតតែខ្លាំងហើយអាចឲ្យ title រហូតដល់ខ្លាយទៅជា Emperor Odyssey គឺហេតុផលចម្បងទី1ហ្នឹងគឺដោយសារតែ Mihawk ត្រូវបានគេស្គាល់ថាគាត់គឺជា the strongest swordsman in One Piece World ហើយ Crocodile គាត់ក៏ជាមនុស្សម្នាក់ដែលគួរឲ្យប្រុងប្រយ័ត្នបូកផ្សំទៅជាមួយនឹង Buggy ដែលជាសមាជិកចាស់របស់ Pirate King ក៏ជាមនុស្សម្នាក់ដែលរួចផុតអំពី Impel Down ហើយក៏ជាមនុស្សម្នាក់ដែលមានការចិត្តស្និទ្ធក៏ដូចជាមើលទៅដូចជា rival ទៅជាមួយនឹងសេងទៀតអញ្ចឹងឲ្យធ្វើឲ្យ World Government គិតថាក្រុមមួយហ្នឹងគឺជាក្រុមមួយដែលមានបញ្ហាខ្លាំងហើយគឺជាក្រុមដែលខ្លាំងបំផុតអញ្ចឹងឯងបានជា World Government សម្រេចចិត្តថាដាក់ឈ្មោះឬក៏ឲ្យតំណែងក្រុមទាំងមូលហ្នឹងគឺជា Emperor of the Sea ហើយសម្រាប់សមាជិក Emperor 3ទៀតហ្នឹងគឺ Monkey D. Luffy Blackbeard ជាមួយនឹងសមាជិកចាស់ Shanks ហើយនៅពេលដែល Mihawk ជាមួយនឹង Crocodile ដឹងអំពីសាច់រឿងដែល Buggy បានបោកទៅលើកូនចៅរបស់គាត់ហើយនិយាយថាគាត់2នាក់ហ្នឹងគឺជាកូនចៅរបស់ Buggy ទៀតដែលធ្វើឲ្យគាត់ខឹងខ្លាំងមែនទែនគឺគាត់បានធ្វើការវាយទៅលើ Buggy ឡើងតំណប់មែនទែនគឺ Crocodile ហ្នឹងបានធ្វើការបើកសក់ពយួរកគាត់ឡើងហើយ Mihawk បានយកដាវមកភ្ជង់ករបស់គាត់អញ្ចឹងនិយាយអ្នកទាំងអស់គ្នាវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់អំពីហេតុអីបានជា Cross Guild បង្កើតឡើងហើយមូលហេតុអីបានជា Buggy ខ្លាយទៅជា leader នៅក្នុង Emperor Cross Guild អញ្ចឹងបើសិនជាអ្នកទាំងគ្នាមានចម្ងល់ឬក៏មានយោបល់អីផ្សេងអីក៏អាចធ្វើការ comment នៅក្រោមបានគឺយើងនឹងធ្វើការពិភាក្សាឲ្យដោះស្រាយវាជាមួយគ្នាយេបើសិនជាអ្នកទាំងគ្នាដែលមកថ្មីអត់ទាន់ចុច subscribe អីគឺធ្វើការ subscribe មួយទៅដើម្បីយើងទទួលបានវីដេអូថ្មីៗបន្តទៀតអូខេបាយបាយជួបគ្នាវីដេអូក្រោយជាមួយនឹង anime story ក៏ដូចជាហេតុការណ៍សំខាន់ៗផ្សេងទៀត